ស្ដីបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញក្បាលវីដេអូដំបូងបាយក្រុងបរសែននោះដឹងថាម្លេងសមុទ្រទៀតហើយមកលើកនេះគឺมันមានកម្រងក្រុងទុកជាមុនទេនឹកឃើញភ្លាមមកភ្លាមហ្មងដោយសារសល់ថ្ងៃសម្រាប់4-5ថ្ងៃដល់ពេលអញ្ចឹងទៅក៏គិតថាបែប solo ម្ដងមើលដល់រៀបចេញមកក៏នឹកឃើញថាមានមិត្តភក្តិគាត់រស់នៅក្រុងបរសែននោះហ្នឹងគាត់ថាគាត់ដែរមកលេងកោះទេអញ្ចឹងក៏ឆាតបបួលគាត់ទៅគាត់ថាអូខេគាត់អាចមកបានថ្ងៃសៅរ៍អាទិត្យក៏សម្រាប់ការងារដែរអញ្ចឹងក៏សម្រេចចិត្តមកមួយគាត់ពេលមកដល់កោះភ្លាមក៏ដើររកកន្លែងស្នាក់នៅដោយសារបានកក់មុនរៀងពិបាកបន្តិចតែមួយចុងសប្តាហ៍អញ្ចឹងសម្បូរភ្ញៀវ local ក៏ដូចជាជនជាតិគាត់មកច្រើនហើយមកលើកនេះគឺគេងនៅភូមិកោះតូចគេងនឹងមាត់ឆ្នេរហើយដាក់ឲ្យវ៉ាន់អត់តនឹងបានមួយទឹកផងជួលម៉ូតូគេជិះចេញមកតាមឆ្នេរយើងមើលតាមផ្លូវជិះកាត់ឆ្នេរខ្យល់បាក់មកប៉ះហើយយាយពីវតិចហ្មងទើបតែខែនេះរៀងក្តៅមែនតែខ្យល់រលកសមុទ្របាក់ប៉ះខ្លួនតិចឲ្យមានអារម្មណ៍ fresh ហ្មងបើនិយាយទៅសមុទ្រយើងស្អាតជាងផ្ទះលេខ2ឆ្ងាយណាខ្ញុំក៏ធ្លាប់ទៅផ្ទះលេខ2នឹងញឹកញាប់ដែរប៉ុន្តែបើឲ្យប្រៀបធៀបខ្ញុំនៅតែស្រឡាញ់សមុទ្រនៅខ្មែរយើងតែពេលខ្លះធ្វើដំណើររៀងឆ្ងាយបន្តិចដោយសារយើងអ្នកសៀមរាបដល់អញ្ចឹងត្រូវការពេលវេលាធ្វើដំណើរសឹងតែចំណាយពេលសឹងតែមួយថ្ងៃដែរហើយយើងជិះម៉ូតូនៅលើកោះហ្នឹងយើងមិនបាច់ភ័យបារម្ភរឿងអសន្នសុខឬក៏គ្រោះថ្នាក់អីទេនៅហ្នឹងគឺសុវត្ថិភាពខ្លាំងហ្មងហើយក៏មិនបាច់បារម្ភរឿងវង្វេងផ្លូវមើល Google Map អីដែរដោយសារនៅតាមផ្លូវបត់ផ្លូវកែងគេដាក់អក្សរខ្មែរនិងអក្សរអង់គ្លេសទិសដៅទៅណាទៅណីអញ្ចឹងណាងាយស្រួលក្នុងការធ្វើដំណើរខ្លាំងហ្មងហើយនៅតាមផ្លូវហ្នឹងសម្បូរផ្ទះអ្នកភូមិក៏រស់នៅមិនបាច់បារម្ភមិនបាច់ភ័យទេហើយខ្ញុំជិះក៏មកដល់ឆ្នេរមកកន្លែងហ្នឹងឃើញខ្សាច់ស្អាតពេកក៏ដាក់ម៉ូតូចូលទៅក៏ឃើញបងប្អូនខ្មែរយើងពីរនាក់គាត់ថត TikTok សើគាត់ក៏រកខ្លួនឯងឃើញគាត់ចេះបង្កើតភាពសប្បាយរីករាយមិនបាច់ចាំបាច់ណាមកបង្កើតឲ្យយើងពេលវេលាខ្លះគឺយើងនឹងបង្កើតខ្លួនឯងហើយនៅខាងក្រោយគាត់ហ្នឹងគឺកោះសង្សារកន្លែងហ្នឹងសម្រាប់បងប្អូនណាដែលគាត់ទៅរៀបការហើយថ្មីថ្មោងអីហ្នឹងគាត់មកក្រេបទឹកឃ្មុំមក honeymoon នៅហ្នឹងត្រូវឲ្យកន្លែងហ្នឹងលក្ខណៈឯកជនណាហើយនៅហ្នឹងខ្ញុំឃើញទឹកថ្លាពេកហើយយើងនាំគ្នានេះលេងទឹកហ្នឹងកន្លះម៉ោងជិត40នាទីអីនោះដល់បន្ទាប់ពីលេងហើយក៏រៀងហេវតែពួកខ្ញុំទិញអីញ៉ាំខ្ចប់យកមកញ៉ាំហ្មងដែរនាំគ្នាញ៉ាំអីនៅហ្នឹងហ្មងទៅញ៉ាំអីហើយបានធ្វើដំណើរទៅលេងឆ្នេរផ្សេងទៀតចេញពីកន្លែងហ្នឹងក៏ប្រហោះមកលេងឆ្នេរ Lonely ឆ្នេរហ្នឹងគឺនិយាយទៅឆ្ងាយជាងគេជាងឯងហើយធ្វើដំណើរនិយាយទៅដូចជា10គីឡូជាងជិះទៅឆ្ងាយទៅអត់បានមើលថ្ងៃលិចក៏បកមកវិញទៅហើយមកដល់ហូតែលវិញមុជទឹកមុជអីស្អាតបាតដល់5ពេលល្ងាចក៏ដើរលេងតាមមាត់ឆ្នេរមករោស៊ុបញ៉ាំមកដល់ចូលដល់កន្លែងនោះមានអារម្មណ៍អត់សុបាយចិត្តទេតារ៉ាំបានញ៉ាំគឺ1ម៉ោងពេញហ្មងសេវកន្លែងហ្នឹងទុកមួយលើក្រោយបើមានមិត្តភ័ក្តិណាទៅអត់ចង់ឲ្យទៅញ៉ាំនៅហ្នឹងឯងប៉ុន្តែស្ដាយអត់បានថតកន្លែងហ្នឹងកាត់មកដល់ថ្ងៃថ្មីនាំគ្នាមកលេងឆ្នេរឡុងបិចនៅនេះខ្ញុំស្រឡាញ់ចូលចិត្តទេសភាពនៅហ្នឹងទឹកសមុទ្រថ្លាដូចកញ្ចក់ហើយខ្សាច់វិញឡើងសក្បោះហ្មងមកតាំងពីអត់មនុស្សរហូតដល់មនុស្សមកកកកុញដូចកឋិនគេនាំគ្នាមកដាក់កៅអៅមកថតនឹងកន្លែងដើមឈើនឹងឡើងកកកុញហ្មងគេល្បីក្នុង TikTok ក្នុង Facebook អីហើយខ្ញុំដាក់កៅអៅមកដែរតែខ្ញុំដាក់មកហែលទឹកមកលេងទឹកទេតែដោយសារខ្លាចអត់តាន់ពេលធ្វើដំណើរទៅលេងឆ្នេរឋានសួគ៌ត្រូវពេលរៀងយូរដែរដល់ទៅ40នាទីអញ្ចឹងទៅសេចចិត្តស្រោតចេញពីកន្លែងហ្នឹងមកជិះតាមផ្លូវឃើញឆ្នេរណាចូលលេងឆ្នេរហ្នឹងអញ្ចឹងដល់ពេលមកដល់កន្លែងឆ្នេរនេះនឹងដើមដូងច្រើនតែមិនមែន coconut បីទេនៅហ្នឹងគឺគេធ្វើលក្ខណៈ bungalow resort អីកន្លែងគេរៀបចំស្អាតស្តង់ដារអឺរ៉ុបហ្មងមានប៉ាអ៊ីអង្គុយហាលថ្ងៃហើយមានរឹងមានប៉ាអ៊ីស្អីណែគេហៅក្រេគេរៀបយ៉ាងណូនសដូចយើងអង្គុយថតអីនេះចូលចិត្តថតរូបទៅកន្លែងហ្នឹងត្រូវថ្ងៃដែលខ្ញុំទៅហ្នឹងគឺមានឧទ្ធម្ភាគចក្រគេចុះតម្លាក់ភ្ញៀវនៅកោះសង្សារនៅទល់មុខហ្នឹងរៀងអេមដែរភ្ញៀវខ្លះគេមកស្នាក់នៅហ្នឹងគេមានយន្តហោះឯកជនគេទៅយកភ្ញៀវមកគេងនៅហ្នឹងឯងខ្ញុំអង្គុយនៅហ្នឹងបានខ្លីដែរ15-10នាទីហើយក៏បញ្ចេញម៉ូតូជិះមកក៏ឆ្នេរឋានសួគ៌នៅតាមផ្លូវបើសិនបងប្អូនទៅសូមប្រយ័ត្នប្រយែងទេតាមផ្លូវហ្នឹងគេអត់ទាន់ធ្វើហើយប៉ុន្តែចំណោទក៏ខ្ពស់ខ្លាំងហើយល្អិលទៀតពីថាតាមផ្លូវឡើងស្ងាត់ជ្រាបអត់មានអ្នកធ្វើដំណើរទេណាតែចិត្តតស៊ូចង់ទៅស្គាល់បានជាជ្រុលមកហើយហ្នឹងហើយម៉ូតូឡានអត់មានសោះហើយជីចឹងក៏បានជួបឡានដឹកដីមួយគ្រឿងទៅហុយឡើងតលោហ្មងណាហើយខ្ញុំមកវិញតាមផ្លូវហ្នឹងល្អិលដែលចោតខ្លាំងពួកខ្ញុំដួលម៉ូតូតែអត់មានគ្រោះថ្នាក់អីខ្លាំងទេពួកខ្ញុំទប់បានបន្តិចតួចដែរអញ្ចឹងទៅសូមបងប្អូនប្រយ័ត្នប្រយែងបើសិនជាធ្វើដំណើរទៅតាមផ្លូវគោកណាហើយពួកខ្ញុំក៏ជិះរយៈពេលយូរដែរក៏មកដល់ឆ្នេរឋានសួគ៌ដល់មកដល់ផ្លូវក្រោយគេដាក់ម៉ូតូដាក់អីក៏ដើរមកមុខគេនឹងមានផែកន្លែងចំណតទុកគេភាគច្រើនគេមកស្នាក់នៅហ្នឹងឲ្យគេអត់មកលេងដូចខ្ញុំទេពួកខ្ញុំណាតែវាស្ថិតនៅក្នុងកោះរុងចង់ស្គាល់ឆ្នេរឲ្យបានច្រើនដល់ឆ្នេរនេះដាច់សង្វែងជាងគេតស៊ូដល់លេងបានមកផ្លេតចង់20-30នាទីក៏នាំនេះចេញដំណើរមកអូតែលវិញស្រោតមកយកខោអាវដើម្បី check out ពីអូតែលព្រោះអីកម្រងដំបងថាគេង2យប់ប៉ុន្តែគ្រាន់តែនៅតែមួយយប់មួយថ្ងៃហ្នឹងគឺជិះស្គាល់កន្លែងអស់លេងហើយអញ្ចឹងទៅក៏នឹកឃើញថាចង់ត្រឡប់ទៅវិញទៅនៅធ្វើអីទៀតដល់អញ្ចឹងខ្លាចទុកគេ
ចាញ់ចោលទុករបស់ក្រុមហ៊ុនបូវ៉ាស៊ីគេហ្នឹងជើងចុងក្រោយម៉ោង3កន្លះទុកហ្នឹងបើសិនបងប្អូនណាគាត់ពលឡូពលទុកអីជីទុកហ្នឹងទៅអត់អីទេដោយសារមាន2ជាន់ធំដែរអត់ឃ្លីងឃ្លោងទេហើយខ្ញុំទៅលេង2ថ្ងៃហ្នឹងនិយាយពីថាគ្មានចេះថែទាំស្បែកអីលេការពីកម្ដៅថ្ងៃអីទេស្បែកមកវិញដឹងតែជាប់អស់ហើយនិយាយពីថាមុខជីហាក្ដៅគ្មានពាក់មួកគ្មានពាក់អីទេលោកអើយសាកថ្មឲ្យជីវិតទៅ relax ទៅកាត់ stress មានណា stress លើដើមនិយាយលេងសើចទេអរគុណបងប្អូនដែលទស្សនាវីដេអូអត់ប្រយោជន៍របស់ខ្ញុំទាំងសប្បាយទាំងទុក្ខជាបទពិសោធន៍ថ្មី